មនុស្សស្រីយើងងាយនឹងមានបញ្ហារលាកស្បូនលឿនណាដោយសារតែមូលហេតុ4នេះចាទី1គឺទៅលើមនុស្សស្រីដែលគាត់មានដៃគូរួមភេទឬក៏គាត់មានគ្រួសារអញ្ចឹងណានៅពេលដែលគាត់មានបញ្ហារោគស្ត្រីឬក៏គាត់នៅជាមួយគ្រួសារតាំងមានសភាពក្តៅក្រហាយនៅជាមួយគ្នាតាំងអត់មានចំណងនៅជាមួយគ្នាតាំងមានសភាពស្ងួតអត់មានសំណើមនៅជាមួយគ្នាហើយមានការឈឺចុកចាប់ខ្លាំងនៅជាមួយគ្នាហើយមានការឡើងហើមឡើងកទួលឬក៏នៅជាមួយគ្នាហើយធ្វើឲ្យយើងមានបញ្ហានៃការធ្លាក់សមកជាប្រចាំអត់បាត់ចាចឹងក៏ងាយធ្វើឲ្យយើងមានបញ្ហារលាកដល់មាត់ស្បូនដូចគ្នាដោយសារតែកត្តាទាំងអស់ហ្នឹងនៅពេលដែលយើងនៅជាមួយគ្នារយៈពេលយូរអត់បានព្យាបាលចាទី2ទៅលើស្ត្រីដែលគាត់មានដៃគូរួមភេទច្រើនចំពោះស្ត្រីដែលគាត់មានដៃគូរួមភេទច្រើនក៏ងាយធ្វើឲ្យគាត់មានបញ្ហានៃការរលាកមាត់ស្បូនដែរទី3ទៅលើស្ត្រីដែលគាត់រំលូតកូនញឹកញាប់ពេកដូចជាការបូមការបឺតយកកូនចេញច្រើនដងក៏ងាយធ្វើឲ្យយើងមានបញ្ហានៃការរលាកដល់មាត់ស្បូនដូចគ្នាទី4គឺទៅលើស្ត្រីដែលគាត់ចូលចិត្តញ៉ាំគ្រឿងស្វឹងឬក៏ជាតិអាល់កុលច្រើនណាក៏ធ្វើឲ្យគាត់ងាយនឹងមានបញ្ហានៃការរលាកដល់មាត់ស្បូនដែរដោយសារតែប្រភេទគ្រឿងស្វឹងជាតិអាល់កុលច្រើននេះគឺវាធ្វើឲ្យស្បូនរបស់យើងក្តៅហើយនៅពេលដែលយើងញ៉ាំស្រាច្រើនធ្វើឲ្យរាងកាយរបស់យើងខ្វះជាតិទឹកនៅពេលដែលបងប្អូនញ៉ាំទឹកអត់បានច្រើនវាធ្វើឲ្យស្បូនរបស់បងមានសភាពស្ងួតទៅជាក្តៅទៅជាកាហាយទៅជាមានបញ្ហានៃការរលាកទៀតអញ្ចឹងទៅជាមួយនឹងការញ៉ាំគ្រឿងស្វឹងច្រើននេះក៏អាចធ្វើឲ្យយើងមានបញ្ហានៃការរលាកដល់មាត់ស្បូនដូចគ្នាហើយមួយវិញទៀតទៅលើការញ៉ាំរបបអាហារបើក្នុងករណីបងប្អូនមានបញ្ហាស្បូនខ្សោយស្បូនមានងាយនឹងមានបញ្ហារលាកបងប្អូនចូលចិត្តញ៉ាំគ្រឿងផ្អាប់ច្រើនមិនថាប្រភេទជ្រក់ផ្អកម៉ាំតាពាំងឬក៏ប្រភេទគ្រឿងបុកល្ហុងញ៉ាំជាប្រចាំញ៉ាំរហូតអត់បានតមសូម្បីតែមករដូវក៏ញ៉ាំដូចគ្នាចាអញ្ចឹងបងប្អូននឹងងាយប្រឈមឲ្យបងប្អូនមានបញ្ហានៃការរលាកដល់មាត់ស្បូនហើយមកក្នុងករណីបងប្អូនមានបញ្ហារលាកដល់មាត់ស្បូនហើយអត់បានព្យាបាលឲ្យបានដោះស្រាយបានត្រឹមត្រូវទៀតអានឹងគឺបងប្អូននឹងមានបញ្ហាកាន់តែធ្ងន់ទៅជារ៉ាំរ៉ៃអាចងាយធ្វើឲ្យបងប្អូនទៅជាកោសិការរលាកងាយទៅជាលំបៅអាចកកើតទៅជាកោសិកាមហារីកបានអញ្ចឹងតើតជាមួយនឹងកត្តាទូចៗតែប៉ុណ្្នឹងទេក៏អាចធ្វើឲ្យយើងមានបញ្ហាធ្ងន់បានដែរបើក្នុងករណីយើងអត់ស្រឡាញ់សុខភាពអត់ថែទាំសុខភាពហើយនៅតែមានទម្លាប់បែបនេះជាប្រចាំទៀត